សូមស្វាគមន៍មកកាន់ The Breaking Point លោក Zelensky និយាយថាទីក្រុងគៀវកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកនិងដៃគូផ្សេងទៀតលើសំណើសន្តិភាពប្រភពពី Reuters ថ្ងៃទី24 ខែវិច្ឆិកាឆ្នាំ2025លោក Zelensky និយាយថាទីក្រុងគៀវកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកនិងដៃគូផ្សេងទៀតលើសំណើសន្តិភាពអ៊ុយក្រែននឹងបន្តធ្វើការជាមួយដៃគូរួមទាំងសហរដ្ឋអាមេរិកលើសំណើសន្តិភាពប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃច័ន្ទដែលជាថ្ងៃទី2នៃការចរចានៅប្រទេសស្វីសបន្ទាប់ពីទីក្រុង Washington បានស្នើផែនការមួយដែលអំពាវនាវឲ្យមានសម្បទានពីទីក្រុងគៀវលោក Zelensky បាននិយាយតាមរយៈទំនើភ្ជាប់វីដេអូពីប្រទេសស៊ុយអែតជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសនានាដែលស្វែងរកការដកទ័ពរបស់រុស្ស៊ីចេញពីឧបទ្វីបគ្រីមៀដែលកាន់កាប់របស់អ៊ុយក្រែនថាយើងទាំងអស់គ្នាបន្តធ្វើការជាមួយដៃគូជាពិសេសសហរដ្ឋអាមេរិកដើម្បីស្វែងរកការសម្របសម្រួលដែលនឹងពង្រឹងប៉ុន្តែមិនធ្វើឲ្យយើងចុះខ្សោយទេរដ្ឋបាលព័ត៌មាន The Weekend Breaking View បានផ្ដល់នូវការយល់ដឹងនិងគំនិតកាលពីថ្ងៃអាទិត្យថាអ៊ុយក្រែននិងសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាពួកគេបានរៀបចំក្របខ័ណ្ឌសន្តិភាពដែលបានកែលម្អបន្ទាប់ពីការចរចានៅទីក្រុងហ្សឺណែវទោះបីជាពួកគេមិនបានផ្ដល់ព័ត៌មានលម្អិតក៏ដោយលោក Zelensky បាននិយាយថារុស្ស៊ីត្រូវតែសងថ្លៃសម្រាប់សង្គ្រាមនៅអ៊ុយក្រែនហើយការសម្រេចចិត្តលើការប្រើប្រាស់ទ្រព្យសម្បត្តិបង្កប់របស់រុស្ស៊ីគឺមានសារៈសំខាន់ណាស់លោកបានមានប្រសាសន៍ថាឥឡូវនេះយើងកំពុងស្ថិតនៅពេលវេលាដ៏សំខាន់មួយមានសម្លេងរំខានជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងសម្ពាធនយោបាយទាំងអស់និងការទទួលខុសត្រូវកាន់តែខ្លាំងចំពោះការសម្រេចចិត្តនាពេលខាងមុខ